Mình menចេះរ៉េបមួយមុខទេកំឡោះសង្ហាធូរ៉ូមានដងរកស៊ីចេះធ្វើចំណីចំណុកលក់តាំងពីថ្នាក់ទី5ជាការពិតណាស់ក្រោយពីចប់ការប្រកួតកម្មវិធី Rapper Fighter រដូវកាលទី1ហើយនោះកំឡោះសង្ហាធូរ៉ូត្រូវបានក្លាយទៅជាតារាចម្រៀងរ៉េបស្រករក្រោយឆក់បានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់យុវវ័យក៏ព្រោះតែសមត្ថភាពនិងសម្រស់ស្រស់សង្ហារបស់លោកក្នុងនោះបើទោះជាមិនបានក្លាយទៅជាម្ចាស់ពានកម្មវិធី Rapper Fighter រដូវកាលទី1នឹងបានត្រឹម Top 5ក៏ពិតមែនប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកប្រដំប្រសងនិងមិត្តភ័ក្តិប្រកួតរួមគ្នា4នាក់ទៀតរួមមានលោក OG Golden លោក Rango លោក Emi និងលោក Steezy ផងដែរដោយឡែកក្រឡេកទៅមើលរឿងរយាវ៉ែកចិនឯណោះវិញលោក Thoro សប្តាហ៍ថ្ងៃគឺជានិស្សិតផ្នែកគ្រប់គ្រងទូទៅមិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងរ៉េបរូបនេះគឺមានចំណងចំណូលចិត្តខាងរកស៊ីដោយលោកចេះរកស៊ីលក់ដូរតាំងពីថ្នាក់ទី5មកម្លេះបើតាមកិច្ចសម្ភាសក្នុងកម្មវិធីអ្នកចិត្តខាងលោក Thoro បានឲ្យដឹងថាលោកចេះធ្វើចំណីចំណុកលក់តាំងពីរៀនថ្នាក់ទី5មកម្លេះម្យ៉ាងវិញទៀតកាលពីពេលថ្មីអំឡុងពេលបាញ់ត្រាំងល្បីលោកក៏លក់ដូចគ្នាដែរទើបតែពេលចូលប្រឡងទើបលោកឈប់លក់